ឯកឧត្តមសុនសវណ្ណរិទ្ធអភិបាលខេត្តកំពង់ឆ្នាំងនិងប្រធានក្រុមប្រឹក្សាខេត្តអញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋវិលត្រឡប់ទៅកន្លែងធ្វើការវិញតាមរថយន្តក្រុងរបស់រដ្ឋដោយឥតគិតថ្លៃឯកឧត្តមសុនសវណ្ណរិទ្ធអភិបាលខេត្តកំពង់ឆ្នាំងនិងឯកឧត្តមសៀវរុនប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងរួមដំណើរដោយលោកឈួរច័ន្ទរិទ្ធីអនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងនៅថ្ងៃទី17ខែតុលាឆ្នាំ2025បានអញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋក្រោយពេលដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល3ថ្ងៃនេះបានចាប់ផ្ដើមវិលត្រឡប់ទៅកន្លែងធ្វើការបំពេញការងារឡើងវិញដោយបានធ្វើដំណើរតាមរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញដោយឥតគិតថ្លៃនៅចំណតរថយន្តក្រុងកំពង់ឆ្នាំងស្ថិតនៅក្រុងកំពង់ឆ្នាំងលោកឈួរច័ន្ទរិទ្ធីអនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានឲ្យដឹងថានៅខេត្តកំពង់ឆ្នាំងអនុវត្តតាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលក្នុងការដឹកជញ្ជូនប្រជាពលរដ្ឋទាំងទៅទាំងមកដោយមិនគិតថ្លៃនោះគឺបានអនុវត្តចាប់តាំងពីថ្ងៃឈប់សម្រាកមកម្លេះហើយនៅពេលនេះក្រោយពីប្រជាពលរដ្ឋបានឈប់សម្រាកអស់រយៈពេល4ថ្ងៃចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរួចមកត្រូវបានត្រឡប់ទៅកន្លែងធ្វើការវិញដោយប្រជាពលរដ្ឋបានទទួលយកការធ្វើដំណើរតាមរយៈរថយន្តក្រុងដោយឥតគិតថ្លៃដើម្បីធ្វើដំណើរត្រឡប់ទៅវិញចំពោះរថយន្តក្រុងដែលដឹកជញ្ជូនប្រជាពលរដ្ឋត្រឡប់ទៅវិញនេះមានចំនួន10គ្រឿងចំពោះប្រជាពលរដ្ឋដែលជ្រើសរើសការធ្វើដំណើរតាមរយៈរថយន្តក្រុងមានចំនួនក្នុងពេល5ថ្ងៃចាប់ពីថ្ងៃទី12ដល់ថ្ងៃទី17ខែមេសាឆ្នាំ2025នេះមានចំនួនជាង 1000 នាក់ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដែលបានគិតគូរប្រជាពលរដ្ឋដោយបានអនុញ្ញាតឲ្យប្រជាពលរដ្ឋមកលេងស្រុកកំណើតនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជិះរថយន្តក្រុងទាំងទៅទាំងមកដោយឥតគិតថ្លៃដែលទាំងនេះបានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋក្នុងអំឡុងនៃការធ្វើដំណើរទៅស្រុកកំណើតនិងត្រឡប់ទៅធ្វើការវិញប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមរថយន្តក្រុងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចបវរធិបតីហ៊ុនម៉ាណែតដែលបានយកចិត្តទុកដាក់គិតគូរដល់បងប្អូនប្រជាពលរដ្ឋមកលេងស្រុកកំណើតនិងត្រឡប់ទៅវិញនេះគឺជាការគិតគូរយ៉ាងធំធេងរបស់សម្ដេចលើជីវភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវប្រជាពលរដ្ឋបានបញ្ជាក់ទៀតថាទាំងទៅទាំងមកគឺពួកគាត់ជិះរថយន្តមិនគិតថ្លៃនោះទេដោយមានសុវត្ថិភាពទៀតផងហើយក្រៅពីនេះពេលត្រឡប់ទៅវិញពួកគាត់ទទួលបានទឹកសុទ្ធនិងថវិកាបន្ថែមពីឯកឧត្តមសុនសវណ្ណរិទ្ធអភិបាលខេត្តកំពង់ឆ្នាំងផងដែរគួរឃើញសប្បាយចិត្តហើយណាសម្រាប់ដល់ប្រជាជនដែរអញ្ចឹងណាប្រហុយឡានអញ្ចឹងឆ្នាំសប្បាយហើយនិយាយទៅទីក្រុងនឹងស្អាតហ្មងណាប្លែកហ្មងសប្បាយការរៀបចំអីមានរបៀបរៀបរយអញ្ចឹងណាចាពីឋានសីកែខ្ញុំមកលេងនៅកំពង់ឆ្នាំងហ្នឹងស្រុកខាងប្តីចាមកតាំងពីថ្ងៃទី12ហើយសប្បាយហើយខ្នល់ផ្លូវជាតិអីស្អាតលោងព្រិលហ្មងពីមុនដីហុយទៅលោងតាំងមានសម្ដេចពុកគាត់ទៅថារីកចម្រើនណាប្រទេសរីកចម្រើនហ្មងហើយសូមឲ្យមានសង្គ្រាមហ្នឹងសប្បាយរហូតរាល់ឆ្នាំអញ្ចឹងទៅហើយក៏អរគុណដែលមានឡានក្រុងរដ្ឋដឹកអត់អស់លុយប្រជាជនគាត់បានធូរសហុយដែរតែមានប៉ុនមានទៀនអីខ្ញុំមកខ្ញុំជិះតឡានរដ្ឋចាខ្ញុំសូមថ្លែងអំណរគុណជាមួយរដ្ឋដែលបានមានឡានឲ្យប្រជាពលរដ្ឋធ្វើដំណើរស្រួលចាទោះបីតែអត់លុយក៏មកស្រុកបានដែរអរគុណបញ្ជាក់ផងដែរថារៀងរាល់ឆ្នាំពេលបុណ្យចូលឆ្នាំនិងបុណ្យភ្ជុំនិងពិធីបុណ្យជាតិធំៗប្រមុខរាជរដ្ឋាភិបាលតែងតែបានឲ្យរថយន្តក្រុងរបស់រដ្ឋដឹកប្រជាពលរដ្ឋទាំងទៅទាំងមកដោយមិនគិតថ្លៃនោះទេដើម្បីសម្រាលការលំបាកនិងធានានូវសុវត្ថិភាពក្នុងការធ្វើដំណើរពេលមកលេងស្រុកកំណើតនិងត្រឡប់ទៅកន្លែងធ្វើការវិញ